តាមពិតទៅម្ចាស់ត្រីខម៉ែនសាម៉ុនហ្នឹងនឹងមានទំនាក់ទំនងមួយជាមួយនឹង David បងប្អូនអាចទាយដឹងទេថាម្ចាស់ត្រីខម៉ែនសមុទ្រហ្នឹងត្រូវជាអ្វីជាមួយនឹង David ទី1ជាបងស្រីទី2ជាម្ដាយដោយសារតែតាំងពីភាគ1រហូតដល់ភាគទី15គឺគេមិនបានបង្ហាញពីតួអង្គម្ដាយរបស់ David ទេឬក៏បងស្រីរបស់ David ទេប៉ុន្តែក្នុងភាគជិតចប់នេះអាចជាភាគទី16ភាគទី17ភាគទី18យ៉ាងទៅបងប្អូននឹងដឹងឬក៏ភាគទី16នេះបងប្អូនអាចដឹងហើយថាម្ចាស់ត្រីខម៉ែនសមុទ្រហ្នឹងមានទំនាក់ទំនងអ្វីជាមួយនឹង David សម្រាប់ខ្ញុំគិតថាជាម៉ាក់របស់ David ចុះបងប្អូនថាជាអ្វីជាមួយនឹង David ឬក៏ជាអ្នកដទៃប៉ុន្តែម៉ាលីបានជួប David វិញនៅពេលដែល David ទៅក្រុមហ៊ុនម៉ែនសាម៉ុន